បាទសួស្តីបាទអ្នកទាំងអស់គ្នាជាពិសេសបងប្អូនដែលនិយមតាមដាន Channel ខ្ញុំបាទជារៀងរាល់ថ្ងៃហ្នឹងអញ្ចឹងសម្រាប់ថ្ងៃទី9ខែ3នេះបាទខ្ញុំបាទក៏បានរៀបចំចែកជូនទៅកាន់បងប្អូនបាទដូចសពម្ដងដើម្បីឲ្យបងប្អូនយកទៅធ្វើការផ្សងសំណាងនៅលេខឆ្នោតយួនបាទជាពិសេសគឺលេខបុកម៉ោង1កន្លះបាទម៉ោង4កន្លះនេះតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចបាទត្រៀមប៊ិចត្រៀមក្រដាសទៅដើម្បីធ្វើការកត់ចំណាំហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនទាន់ចុច Follow Page សូមជួយចុចម្នាក់មួយផងបាទអញ្ចឹងយើងចូលទៅកាន់តម្រុយម៉ោងអធិស្ឋានសម្រាប់ថ្ងៃទី9ខែ3តែម្ដងសម្រាប់ឆ្នោតដែលយើងលេងនេះគឺជាលេខឆ្នោតយួនថ្មីនិងឆ្នោតយួនចាស់បាទគឺយើងមានលេខ4គ្រាប់ដើម្បីបងប្អូនយកទៅលេងគឺយើងលេងម៉ោង10កន្លះម៉ោង1កន្លះហើយនិងម៉ោង4កន្លះបាទខ្ញុំនិយាយម្ដងហើយម្ដងទៀតសម្រាប់កូនសិស្សថ្មីដែលគាត់ចូលមកតាមដានតែគាត់អត់ទាន់ដឹងតែលេងឆ្នោតណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើការលេងម៉ោង10កន្លះឆ្នោតយួនថ្មីហ្នឹងបាទ10កន្លះម៉ោង1កន្លះហើយឆ្នោតយួនចាស់យើងលេងម៉ោង4កន្លះ3ម៉ោងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាបាទយកទៅធ្វើការផ្សងសំណាងទៅបាទបងប្អូននឹងទទួលបាននូវលាភសំណាងអញ្ចឹងគ្រាប់ទី1សូមអ្នកទាំងអស់គ្នាលេង27បាទហើយចំណែកគ្រាប់ទី2យើងលេង45រីឯគ្រាប់ទី3យើងលេង96គ្រាប់ទី4យើងលេង86បាទ4គ្រាប់នេះគឺជាលេខល្អៗហើយបងប្អូនអាចយកទៅលេងបានយើងបុកពោះ A B C D បាទអត់មានលេងពោះហូលឬក៏ពោះស្អីគេហ្នឹងទេបាទគឺយើងលេង A B C D បាទទាំង3ម៉ោងហ្នឹងហើយបញ្ជាក់បងប្អូនដែលចង់បាននៅតម្រុយលេខជាក់លាក់ឬក៏បងប្អូនចង់បានតម្រុយលេខច្បាស់ល្អបងប្អូនអាចធ្វើការឆាតចូលប្រអប់សារបានគឺគ្រូតែងតែផ្ដល់ជូននៅកូនសិស្សរបស់យើងជួយទៅធ្វើការផ្សងសំណាងបាទប៉ុន្តែបញ្ជាក់គឺអត់តម្រូវឲ្យបងប្អូនលេងលោភលន់ទេបាទគឺយើងលេងត្រឹមមួយគ្រាប់5000ឬក៏3 4000ទេបាទអញ្ចឹងបងប្អូនដែលចង់បានលេខល្អនឹងទៅលេខបងប្អូនអាចឆាតចូលប្រអប់សាររបស់គ្រូបានគឺគ្រូនឹងចែកជូនទៅកាន់អ្នកទាំងអស់គ្នាបាទនៅតម្រុយលេខតូច2គ្រាប់ប៉ុន្តែតម្រូវឲ្យលេងទាំង4ប៉ុស្តិ៍ហើយសេវាគ្រូគឺបងប្អូនបង់តាមក្រោយបាទសេវាត្រឹមតែ50000រៀលទេអញ្ចឹងបងប្អូនអាចលេងដោយទំនុកចិត្តទាំងសងខាងបើទោះបីជាលោកគ្រូពេលខ្លះកូនសិស្សខិលខូចអត់បង់សេវាគ្រូក៏គ្រូនៅតែបន្តធ្វើបែបនេះដើម្បីកូនសិស្សល្អៗរបស់យើងនៅតែបន្តលេងជាមួយគ្រូបានយូរអង្វែងបាទអញ្ចឹងខ្ញុំបាទក៏សូមអរគុណបងប្អូនទាំងអស់គ្នាជូនពរសំណាងល្អគ្រប់គ្នាសូមគោរពលា